ថ្ងៃនេះបានមេតំបន់មួយ2គីឡូ2ម៉ែត្រមិនដឹងយកទៅណាទេបងប្អូនធំមកហើយវែងទៀតបងប្អូនអូយមើលទៅបាទធំមែនទែនសួរបងប្អូនថាមានពីណាចង់បានអត់ខ្ញុំឲ្យហើយអត់មានពីណាចង់បានឥឡូវមិនដឹងធ្វើម៉េចទេបើគ្មានអ្នកណាចង់បានអញ្ចឹងមានតែឆ្នៃខ្លួនឯងទេបងប្អូនណាបាទយកមកចាក់ទឹកក្តៅបន្តិចដើម្បីធ្វើម្ហូបឲ្យឆ្ងាញ់មាត់តែម្ដងបាទថ្ងៃនេះគឺជាថ្ងៃបញ្ចេញធ្វើដៃជាលើកទី2របស់ admin ហើយគម្រោងការរបស់ admin ថ្ងៃនេះគឺស្ងោពោះទៀតហើយបាទមិនខុសពីថ្ងៃមុនទេបាទថ្ងៃមុនស្ងោកង្កែបបាទថ្ងៃនេះស្ងោពោះបាទលេងយ៉ាងឈុតធំបន្តិចបាទតាមពិតទៅពោះនេះគេហៅពោះសាំងសឿបងប្អូនបាទសាច់វាគឺល្អនៅពេលដែលយើងស្រុះទឹកក្តៅទៅហើយយើងបកយកសកាវាចេញណាបងប្អូនមើលទៅឃើញសាច់វាឡើងលឿងល្អហើយវិធីសាស្ត្របកគឺងាយស្រួលទេបងប្អូនបាទយើងបកយើងគ្រាន់តែយើងជ្រលក់ទឹកក្តៅហើយរូតវាទៅបាទបានតែបន្តិចបងប្អូនឲ្យមើលដល់សូស្អាតនេះមើលសាច់ស្អាតមែនទែនបាទតំណងមែនទែនបងប្អូនបាទបន្ទាប់ពីយកសកាហើយក៏យើងចាប់ផ្ដើមកាត់វាជាកង់ដើម្បីយកទៅស្ងោរបងប្អូនបាទវិធីសាស្ត្រស្ងោរនេះគឺបាទងាយទេបាទជាពិសេសបងប្រុសបាទបងប្អូនប្រុសបាទគាត់ចូលចិត្តធ្វើបាទម្ហូបនេះគឺត្រូវហើយតែបើពឹងខាងបងនារីក៏គាត់បាទគាត់មិនសូវហ៊ានធ្វើទេប៉ុន្តែបើយើងបងខាងប្រុសវិញគឺបាទមើលវីដេអូនេះធ្វើហើយគេធានាថាជាប់ចិត្តតែម្ដងបាទសាច់ពោះនេះគឺទម្ងន់2គីឡូបងប្អូនបាទ2គីឡូត្រឹមហើយខ្លាញ់វាច្រើនណាស់បងប្អូនអើយប៉ុន្តែខ្ញុំអត់យកខ្លាញ់ទេយកតែសាច់វាសុទ្ធបានហើយបើសាច់វាគឺសាច់ណែនល្អពេលដែលយើងស្ងោរទៅបាទខ្ញុំមើលចាំសង្កេតពេលស្ងោរទៅបន្ទាប់ពីយើងកាប់ហើយយើងលាងទឹកបន្តិចដើម្បីសម្អាតវាឲ្យស្អាតបាទបងប្អូនមើលទៅយើងកាប់កង់អញ្ចឹងមើលសាច់វាចេញពណ៌លឿងស្អាតណាសាច់ខាងក្រៅបងប្អូនបាទបាទឥឡូវនេះយើងបានកាប់រួចហើយបាទ admin បានកាប់រួចហើយបាទកាប់កង់ដុំធំហើយនេះគឺគ្រឿងទេសបាទស្លឹកក្រូចបាទមានជីរណាបាទមើលទៅស្អាតណាបាទជីបាទស្ងោរជ្រក់ហើយយើងបេះយកទៅទុកត្រៀមបាទធ្វើសម្រាប់បាទជ្រក់បាទសម្រាប់ជ្រក់ហើយយើងបេះជីរបស់យើងទៅបាទសុទ្ធតែជាដំណាំដែលដាំនៅផ្ទះទេបងប្អូនបាទធម្មជាតិសុទ្ធសាធបាទឥឡូវយើងមានគ្រឿងរបស់យើងទៀតគឺគល់ស្លឹកគ្រៃមិនអាចចោលបានទេបាទគ្រឿងស្ងោរបាទគល់ស្លឹកគ្រៃបាទយើងដាក់4គល់ទៅបាទដុំវាបន្តិចដើម្បីឲ្យវាចេញជាតិឈ្ងុយហើយជីរណារបស់យើងមិញបងប្អូនបាទជីរណាយើងហាន់វាឲ្យម៉ត់បាទហាន់ម៉ត់ពេកទេបាទបន្តិចបាទយើងហាន់ប៉ុណ្្នឹងទៅហើយយើងយកជីស្ងោរជ្រក់មិញយើងយកមកបាទហាន់បន្តទៀតបាទទាំងអស់ហ្នឹងគឺជាគ្រឿងផ្សំសម្រាប់ធ្វើស្ងោររបស់យើងបាទងាយបាទនេះគឺរំដេងបាទរំដេងយើងដំវាបន្តិចដែរហើយយើងមានខ្ទឹមសដាក់5គ្រាប់ដំប៉ុកទៅបាទមិនពិបាកទេបងប្អូនអើយបាទងាយធ្វើហើយឈ្ងុយឆ្ងាញ់ទៀតបងប្អូនអ្វីដែលមិនអាចភ្លេចបាននោះគឺក្រូចឆ្មាបាទសម្រាប់បាទច្របាច់ជ្រក់បាទព្រោះស្ងោរជ្រក់ត្រូវតែមានក្រូចឆ្មាបាទលើយើងដាក់ភ្លើងទៅដាក់ឆ្នាំងចូលចាក់ពុះចូលបន្តិចបងប្អូនបាទចាក់ពុះចូលហើយយើងចាក់ទឹកចូលយើងស្រុះវាបន្តិចបងសិនបងប្អូនបាទយើងស្រុះចេញដើម្បីកុំឲ្យមានក្លិនសាក្លិនឆ្អាបណាអញ្ចឹងដើម្បីការពារកុំឲ្យមានក្លិនធំសាធំឆ្អាបអីយើងត្រូវស្រុះទឹកបន្តិចហើយយើងចាក់នៅកញ្ច្រែងទុកម្ដុំទៅបាទបន្ទាប់ពីយើងរងាស់វាហើយយើងចាក់ខ្លាញ់ចូលទៅហើយយើងបំពងខ្ទឹមឲ្យឈ្ងុយបាទយើងមិនភ្លេចទេមកបំពងខ្ទឹមនឹងឲ្យឈ្ងុយហើយយើងដាក់គ្រឿងទេសដែលយើងមានមិញណាមានគល់ស្លឹកគ្រៃមានបាទគល់ស្លឹកគ្រៃបាទស្លឹកក្រូចសើចបាទយើងដាក់ស្លឹកក្រូចសើចចូលហើយយើងដាក់រំដេងចូលទៅយើងកូរវាឲ្យឈ្ងុយបាទពេលដែលយើងកូរវាឈ្ងុយហើយបន្តទៀតគឺយើងដាក់អង្ករចូលបន្តិចបាទកូរឲ្យឈ្ងុយដាក់អង្ករចូលបាទយើងដាក់អង្ករហ្នឹងកូរឲ្យតតែអង្ករហ្នឹងរៀងបាទមើលទៅក្រហមបាទខ្ញុំមិនបានដាក់អង្ករចូលយើងដាក់អង្ករទៅដើម្បីពេលដែលយើងស្ងោរទៅអាជាតិចេញពីអង្ករមកបាទឆ្ងាញ់ណាដូចយើងហត់ទឹកពវរណាពវរគ្រឿងអីឆ្ងាញ់បងប្អូនបាទនិយាយទៅបងប្អូនឲ្យតែធ្វើតាម admin គឺដឹងតែឈ្ងុយឆ្ងាញ់ឯងបងប្អូនបាទសាឡហ្នឹងដឹងតែមានគ្រប់រសជាតិបងប្អូនបាទខ្វះតែរសជាតិមួយយ៉ាងឯងគឺរសជាតិឆ្ងាញ់
បាននិយាយលេងទេបងប្អូនបាទនឹងតែឆ្ងាញ់ឯងបងប្អូនបើមិនជឿបងប្អូនអាចមកភ្លក់ជាមួយខ្ញុំបាននៅផ្ទះខ្ញុំនេះបងប្អូននេះបើឥឡូវលេងគ្រឿងហើយយើងដាក់ទឹកចូលហើយខ្ញុំដាក់ទឹកមួយបោយកន្លះបងប្អូនហើយយើងគ្របវារហូតដល់ពុះទៅគ្របវារហូតដល់វាពុះហើយចាំយើងបើគ្របឆ្នាំងហើយដាក់គ្រឿងបន្ថែមចូលបាទមានអំបិលស្ករសប៊ីចេងអញ្ចឹងបាទឥឡូវយើងដាក់ម្សៅស៊ុប2ស្លាបព្រាបាទប៊ីចេង1ស្លាបព្រាហើយស្ករត្នោតបាទតែអេដមីនមានតែស្ករត្នោតទេបាទចូលចិត្តដាក់ស្ករត្នោតព្រោះក្លិនឈ្ងុយអត់ប្រើស្ករសទេបើស្ងោរយើងអាចប្រើស្ករក៏បានអត់ប្រើស្ករក៏បានប៉ុន្តែអេដមីនចូលចិត្តប្រើរៀងផ្អែមបន្តិចប៉ុន្តែដាក់ស្ករឬមិនដាក់ស្ករអាស្រ័យលើបងប្អូនមកចំណងចំណូលចិត្តបងប្អូនទេបាទនេះគ្រូសាអេដមីនបងប្អូនមកគាត់ឃើញអេដមីនធ្វើម្ហូបឆ្ងាញ់ពេកទៅគាត់ក៏ធ្វើម្ហូបមួយមុខដែរមកគាត់ធ្វើតុងយ៉ាំនេះដោយសារតែគាត់អត់ចេះញ៉ាំបាទចេះញ៉ាំសឡពុះអញ្ចឹងគាត់ទិញបង្គាយកមកបាទសឡតុងយ៉ាំដែរទៅអញ្ចឹងមានតែម្ហូបមួយល្ងាចនេះគឺអេដមីនញ៉ាំម្នាក់ឯងហើយអត់មានបងប្អូនណាមកជួយភ្លក់ទេបងប្អូនណាបាទជួយភ្លក់អេដមីនផងឥឡូវនេះឆ្អិនហើយបងប្អូនបាទឆ្អិនហើយបាទតែនមកឈ្ងុយណាបាទឈ្ងុយមែនតែនបងប្អូនបាទបើកមកគឺដឹងតែឈ្ងុយពេញផ្ទះទៀតហើយបាទដួសមកដាក់ចានមើលបងប្អូនអូសាច់វាហើយយើងស្ងោរកុំឲ្យផុយពេកបាទសាច់ពោះទៅកាលណាស្ងោរផុយវាអត់ឆ្ងាញ់បាទតែប៉ុណ្្នឹងបានហើយបាទមកល្មមបាទមើលទឹកវាឡើងលឿងហើយអត់សូវមានខ្លាញ់ទេដោយសារអេដមីនដកខ្លាញ់ចេញបាទហើយពេលយើងដួសដាក់ចានហើយបាទយើងអត់ភ្លេចទេគឺគ្រឿងដែលយើងរកពីដំបូងមិញបាទមានជីជ្រក់អញ្ចឹងដាក់ចូលគ្នាជាមួយនឹងជីណាហើយច្របាច់ក្រូចឆ្មាចូលអូយកប់សេរីហ្មងបងប្អូនអើយឆ្ងាញ់អត់តោះអាម៉ែវនេះក៏នៅមិនស្ងៀមដែរវាចាំស៊ីដែរបងប្អូននេះមកចាំដែរ